USB Type A នេះគឺជា port ដែលមនុស្សភាគច្រើនស្គាល់ជាងគេវាមានរាងចតុកោណកែងហើយត្រូវបានប្រើនៅលើ computer ជាច្រើនជំនាន់មកហើយអ្នកអាចប្រើវាសម្រាប់ភ្ជាប់ mouse keyboard USB flash drive និងឧបករណ៍ជាច្រើនទៀត USB Type C port នេះជាស្តង់ដារថ្មីដែលកំពុងពេញនិយមបំផុតវាមានរាងតូចហើយអាចដោតចូលបានទាំងសងខាងដោយមិនបាច់បារម្ភពីទិសដៅក្រៅពីផ្ទេរទិន្នន័យវាក៏អាចសាកថ្មបញ្ជូនរូបភាពនិងភ្ជាប់ឧបករណ៍ជាច្រើនតាម port តែមួយបានផងដែរ Thunderbolt មើលទៅស្រដៀង USB Type C ប៉ុន្តែមានសមត្ថភាពខ្ពស់ជាងវាអាចផ្ទេរទិន្នន័យក្នុងល្បឿនលឿនខ្លាំងនិងភ្ជាប់ទៅអេក្រង់កម្រិតខ្ពស់ឬ external GPU បាន HDMI port នេះត្រូវបានប្រើសម្រាប់បញ្ជូនរូបភាពនិងសំឡេងទៅកាន់ monitor ឬទូរទស្សន៍សម្រាប់ការបង្ហាញ presentation ការមើលភាពយន្តឬការលេងហ្គេម HDMI គឺជាជម្រើសដែលគេប្រើច្រើនបំផុត Mini HDMI នេះជាកំណែតូចជាង HDMI ធម្មតាមុខងាររបស់វាស្ទើរតែដូច HDMI ធម្មតាទាំងស្រុងប៉ុន្តែត្រូវការខ្សែឬ adapter ពិសេសសម្រាប់ភ្ជាប់ DisplayPort គឺជា port សម្រាប់បញ្ជូនរូបភាពដែលត្រូវបានប្រើច្រើនក្នុងពិភព computer វាគាំទ្រអេក្រង់ resolution ខ្ពស់និង refresh rate ខ្ពស់ Mini DisplayPort នេះជាកំណែតូចរបស់ DisplayPort ទោះមានទំហំតូចជាងក៏ដោយវានៅតែអាចផ្ដល់សមត្ថភាពបញ្ជូនរូបភាពដូច DisplayPort ធម្មតាបាន Ethernet port នេះត្រូវបានប្រើសម្រាប់ភ្ជាប់អ៊ីនធឺណិតតាមខ្សែ network មុនពេល Wi-Fi ទូលំទូលាយវាជាវិធីសំខាន់សម្រាប់ភ្ជាប់អ៊ីនធឺណិតសព្វថ្ងៃវានៅតែមានសារៈសំខាន់សម្រាប់អ្នកដែលត្រូវការល្បឿននិងស្ថិរភាពខ្ពស់ជាង wireless connection Audio Jack 3.5 mm port នេះត្រូវបានប្រើសម្រាប់ភ្ជាប់កាស speaker ឬ microphone SD card slot port នេះអនុញ្ញាតឲ្យអ្នកបញ្ចូល SD card ដោយផ្ទាល់ទៅក្នុង laptop វាមានប្រយោជន៍សម្រាប់អ្នកថតរូបអ្នកផលិតវីដេអូនិងអ្នកដែលត្រូវផ្ទេរទិន្នន័យពី camera ជាប្រចាំ Micro SD card slot នេះគឺជាកំណែតូចជាង SD card slot វាត្រូវបានប្រើសម្រាប់ memory card ដែលជាទូទៅឃើញនៅលើ smartphone និង action camera VGA port VGA គឺជាបច្ចេកវិទ្យាចាស់មួយដែលត្រូវបានប្រើសម្រាប់ភ្ជាប់ monitor វាបញ្ជូនតែរូបភាពប៉ុណ្ណោះនិងមិនអាចបញ្ជូនសំឡេងបានទេ Kensington lock slot port តូចនេះត្រូវបានបង្កើតឡើងសម្រាប់សុវត្ថិភាពអ្នកអាចភ្ជាប់ខ្សែ lock ទៅនឹងតុឬវត្ថុរឹងមាំដើម្បីការពារការលួច laptop វាត្រូវបានប្រើជាញឹកញាប់នៅក្នុងការិយាល័យបណ្ណាល័យនិងកន្លែងសាធារណៈផ្សេងៗ Docking port នេះធ្លាប់មានប្រជាប្រិយភាពលើ laptop សម្រាប់ការងារវាអនុញ្ញាតឲ្យភ្ជាប់ laptop ទៅកាន់ dock ដែលមាន port បន្ថែមជាច្រើនក្នុងពេលតែមួយ